បន្តមកឈុតទៀតឈុតបកក្រហមឈុតទី3យើងផ្លៃភ្នែកដែរតែបងប្អូនសម្រាប់ការធ្វើសក់របស់ខ្ញុំគឺជាលើកទី1អញ្ចឹងអត់តល្អ 100% ក៏ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យល្អជាងនឹងទៀតនៅពេលក្រោយហើយមើលទៅរកពីតួរបស់ខ្ញុំនៅក្រោយការថតស្អាតហ្នឹងគឺគាត់បែបហ្នឹងហ្មងហត់មិនក៏គាត់ធ្វើមុខលើឲ្យយើងឃើញណាបងប្អូនសម្រាប់ឈុតនេះខ្ញុំបានធ្វើដំណើរមកកាន់ខ្លោងទ្វារដៃឆ្នាំងដែលជាទីតាំងមួយកំពង់ល្បី Green Tea អីចឹងណាបងប្អូនឃើញក្នុងវីដេអូឃើញរូបថាទីតាំងហ្នឹងស្អាតដែរទៅអត់បងប្អូនតែបើសិនជាមើលដោយផ្ទាល់ហ្មងកាន់តែស្អាតស្មៅពណ៌បៃតងល្អិតជាច្រើនគ្របនៅលើសិលារបស់យើងលម្អជាមួយនឹងចម្លាក់ជាច្រើនទាំងដែលមានការដាប់ឆ្លាក់នៅលើហ្នឹងបងប្អូននិយាយទៅស្អាតមិនធម្មតាសម្រាប់ខ្ញុំដោយសារតែទូទៅហ្នឹងយើងមើលឃើញប្រាសាទភាគច្រើនរបស់យើងហ្នឹងគឺលម្អទៅដោយចម្លាក់ដូចជាក្បាច់ផ្សេងៗដែលបានដាក់នៅលើថ្មក៏មិនតាអត់មានស្មៅឬមួយក៏ជាប្រភេទស្លែល្អិតហ្នឹងគ្របដណ្ដប់ពីលើតែនេះគ្របដណ្ដប់តា 90% នៅលើចម្លាក់របស់យើងហ្មងបងប្អូនដោយសារតែនេះរៀងពេលរសៀលហើយអញ្ចឹងអត់មានអីទាំងអស់ហើយពលឺក៏ស្អាតដែរខ្ញុំស្រឡាញ់មែនតើសម្រាប់ឈុតបកក្រហមនេះកាត់ជាមួយសម្បុររបស់តួយើងរៀងស្អាតមួយបែបទៀតទៅឈុតនេះខ្ញុំជ្រើសរើសការសាក់ប៉ោងពីមុខហើយទម្លាក់សក់ក្រោយលម្អជាមួយនឹងផ្កាស៊ីចន្ទធូទម្លាក់រំយោលផ្កាម្លិះបែបសាមញ្ញក៏ប៉ុន្តែស្រស់ស្អាតខ្ញុំមិនបានឲ្យគាត់ប្រើកវលពេញឬមកកវលការកាសាងទេបងប្អូនខ្ញុំជ្រើសរើសកវលការកៅត្បូងមកគ្រាប់ទូសម្រាប់ការប្រើប្រាស់តែមានអីរូបភាពចេញមកស្អាតម្យ៉ាងតាមអីដែលខ្ញុំគិតដែរនេះខ្យល់រៀងស្ងប់បងប្អូនអញ្ចឹងសក់អីហ្នឹងគឺអត់មានហោះហើរអីដូចមុនហ្នឹងទេព្រោះដោយសារតែខ្ញុំរវល់ថតដែរអញ្ចឹងវីដេអូខាងក្រោយបែបហ្នឹងគឺបានលៀនក៏ដូចជាពិសិដ្ឋគាត់ជួយកាន់កាមេរ៉ាថតឲ្យអញ្ចឹងណាបងប្អូនមានជារឿងចៃដន្យណាបងប្អូនគឺស្អាតមែនតើសម្រាប់ចម្លាក់ក៏ដូចជាស្លាដែលគ្របពីលើហ្នឹងហ្មងខ្ញុំថតពេលអាសៀនហ្នឹងបានរៀងច្រើនម៉ោងដែរព្រោះដោយសារតែអាកាសធាតុហ្នឹងគឺមានពលឺថ្ងៃក៏មិនតែអត់ក្តៅទេបងប្អូនអញ្ចឹងយើងថតហ្នឹងបានពលឺគ្រប់គ្រាន់ហើយរូបក៏បានស្អាតច្រើនវីដេអូក៏បានស្អាតច្រើនដែរសម្រាប់ការផុសផ្សព្វផ្សាយគឺមកផ្លែតិចតិចបងប្អូនបងប្អូនបានទស្សនាតែបើនិយាយការថតវិញគឺរាប់ម៉ោងរាប់នាទីមកពេលខ្លះមកប្លង់ហ្នឹងថតចង់10ដងទៅងំត្រូវម្ដងអញ្ចឹងហើយនៅពេលដែលខ្ញុំផុសអីចឹងសូមមេត្តាជួយ share ក៏ដូចជា like តិចបងប្អូនជាកម្លាំងចិត្តរបស់ខ្ញុំដែរហើយក៏ជាធម៌ពលក្នុងការផលិតវីដេអូផ្សេងៗនានាបន្តទៀតហើយក៏អរគុណបងប្អូនសម្រាប់ការគាំទ្រកន្លងមកលើការងារដែលខ្ញុំបានរៀបចំហ្នឹងការជ្រើសរើសពណ៌ការប្រើប្រាស់សម្លៀកបំពាក់អីហ្នឹងគឺយើងមិនមែនចេះតែឃើញហើយដាក់ហ្មងឲ្យបងប្អូនយើងតតាផ្ស៊ីគ្នាដែរគាត់ថាវាអាចនឹងមានត្រូវឬមើលខុសជាអត់ផុតទេក៏ប៉ុន្តែយើងព្យាយាមធ្វើមិនឲ្យល្អបំផុតតាមអីដែលយើងអាចធ្វើទៅបានអញ្ចឹងមិនថាការរាប់ឬមួយការថតវីដេអូតែតែមានការផ្្លាត់អញ្ចឹងអាការផ្្លាត់ហ្នឹងហើយដែលយើងហត់មែនទែនក្នុងការថតម្ដងហើយម្ដងទៀតអញ្ចឹងបងប្អូនព្រោះដោយសារតែយើងឈរលើចំហការរក្សាការការពារក៏ដូចជាការអភិវឌ្ឍក៏ប៉ុន្តែយើងក៏ត្រូវរក្សានៅអត្តន័យអត្តរូបអត្តរសនៃទម្រង់ទាំងអស់ហ្នឹងផងដែរភាពនឿយហត់មួយចំនួនគឺបានរសាយដោយសារតែមានការគ្រប់គ្រងក៏ដូចជាការលើកទឹកចិត្តពីបងប្អូនទាំងអស់គ្នាសម្រាប់ vlog ខ្លីខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយនេះគឺជាលទ្ធពីការលះបង់ដែលបានមកខិតខំព្យាយាមបងប្អូនត្រូវការសម្លៀកបំពាក់ឬមួយក៏ការសម្ដែងរបាំបុរាណព្រមទាំងមានចម្ងល់ផ្សេងៗតាក់ទងជាមួយនឹងការសម្ដែងអាចតាក់ទងមកលេខទូរស័ព្ទនេះឬមួយក៏សាកសួរខាងក្រោមបានអរគុណ